Hey everyone, welcome back. It's great to see you here today. លោកតាមម្នាក់នេះបានចាប់ទាញកពើអស់ចលងលើគោកហើយគាត់បានលើកកពើនោះយកទៅដាក់ក្នុងផ្ទះគាត់ឲ្យគ្រួសារគាត់មើលជារៀងរាល់ព្រឹកគាត់តែងតែឲ្យចំណីទៅលើកពើនោះជារៀងរាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃកពើនោះពិតជាមានភាពជិតស្និទ្ធជាមួយលោកតាមែនទែនរហូតដល់ថ្ងៃយប់មួយលោកតាទៅបានទៅដេកអោបកពើជារឿងធម្មតាហើយកពើនោះវាពិតជាដឹងគុណចំពោះម្ចាស់លោកតានឹងខ្លាំងមែនទែនមកដេកអោបបណ្ឌិតនីជាមួយលោកតានឹងជារៀងរាល់ថ្ងៃមួយលោកតានឹងកពើបានចូលទៅសម្ដែងនៅក្នុងអាងទឹកជាមួយគ្នាឲ្យទស្សនិកជនបានមើលហើយលោកតាពិតជាមានភាពស្និទ្ធស្នាលជាមួយកពើមែនទែនណាគាត់យករឿងនោះទៅប្រាប់ដល់កូនចៅគាត់តកូនតចៅឲ្យបានដឹងនារីម្នាក់នេះកំពុងតែផលិតរូបថតសក់សប្តាហ៍សក់គាត់បានចូលទៅក្នុងម៉ាស៊ីនហើយពេលនោះសប្តាហ៍ម៉ាស៊ីនបានទាញសក់គាត់ឡើងប្រកាច់កាន់ពេញនឹងដល់ពេលកសែចោះគាត់ឡើងបានដឹងថានារីហ្នឹងគាត់បានគៀបជាមួយនឹងម៉ាស៊ីនគៀបសក់ឡើងជា100បាត់ហើយពេលនោះនារីនោះព្យាយាមចុចបិទកង់ទឹកយ៉ាងណាក៏អត់ដល់ដែរបើអ្នកតនេអត់ការងារធ្វើហើយទៅដេកឲ្យពោះលេបលេនោះពោះនឹងលេបខ្លួនអ្នកពីបន្តិចទៅបន្តិចរហូតដល់អ្នកចិត្តរយកម្លាំងធ្មេញពោះគឺមានសភាពមាត់ធំមែនតែនហើយទោះបីជាខ្លួនអ្នកមានកម្ពស់ត្រឹមអាយុ28ឆ្នាំក៏អាចឲ្យពោះលេបចូលបានដោយងាយបានដែរដោយសារតែក្នុងខ្លួនពោះវាមានសភាពយឺតហើយពោះវាមានមាឌធំនិងមាត់ធំវាអាចលេបអ្នកបានយ៉ាងងាយនៅពេលនៅសិតសចុងក្បាលពោះនឹងប្រឹងលេបមួយដង្ហើមឲ្យធ្វើឲ្យអ្នកចូលទៅក្នុងពោះហើយក៏700បាត់ទៅកុំតនេធ្វើដោយប្រាប់ម្នាក់នឹងនារីម្នាក់នេះកំពុងតែដើរសក់តែល្អដួនជាប់ផ្លូវទៀបភ្លើងហើយត្រូវទៀបភ្លើងកិនឡើង700ទៅរឿងរបស់នាងពិតជាអស្ចារ្យមែនទែនរហូតដល់ថ្ងៃមួយខ្មោចនារីម្នាក់នោះបានវាមកតែមកកណាត់លងបារម្ភអ្នកនោះរត់បាសក់ពិតជាគួរអាណិតនាងមែនទែនវាមកទាំងខ្លួនធ្វើឲ្យបារម្ភអ្នកនោះឃើញហេតុថានាងពិតជាគួរឲ្យខ្លាចក៏បានរត់មកកញ្ញៅបារម្ភអ្នកនោះឡើងដាច់ជាពីរហើយក៏700ទាំងពីរអ្នកខ្មោចនឹងទៅពិតជាគួរឲ្យខ្លាចមែនទែនជាមួយខ្មោចនារីម្នាក់នេះជារឿងពិតអ្នកផ្សងព្រេងម្នាក់នេះត្រូវបានដុំថ្មយ៉ាងធំគៀបសកត់ជាមួយនឹងភ្នំជាប់ដៃរបស់គាត់ហើយពេលនោះធ្វើឲ្យគាត់មានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃគាត់បានចេញទៅណាសក្តីជាប់នៅក្នុងដុំថ្មនោះធ្វើឲ្យដៃគាត់ឡើងពណ៌ស្វាយខៀវឡើងចិត្តដាច់ហើយគាត់ក៏សម្រេចចិត្តថាត្រូវតែកាត់ដៃនឹងចោលដើម្បីរស់រានមានជីវិតបានពេលនោះគាត់បានយកក្បិតយកមកកាត់ដៃរបស់គាត់ជាពីរដើម្បីរស់រានមានជីវិតហើយគាត់ក៏សម្រេចចិត្តចុះពីលើភ្នំដើម្បីយកទៅរកអីស៊ីដល់ពេលគាត់ចុះគាត់ឡើងគាត់បានទៅយកដៃរបស់គាត់នោះយកមកអាំងស៊ីណាឈួតជ័យម៉ៃហើយគាត់បានពោះអាខ្ទេចខ្ទីដែលកាក់សំណល់របស់ចោលតែកន្លែងដែលគាត់ធ្លាក់ទុកជាការកំសាន្តបារម្ភម្នាក់នេះត្រូវបានហ្គីតាយ៉ាងធំធ្លាក់ត្រូវធ្វើឲ្យគាត់ឡើងប្រកាច់កិនពីនឹងពីអ្នកកតសម្បីតែកតាក៏ហ្គីតាធ្លាក់ត្រូវដែរដល់ពេលអ្នកវិស័យនៅជាសាបានយកកតនោះទៅវិស័យថាអាចតចឹងបានអត់បើថាតចឹងបានគេទៅតចឹងឲ្យបារម្ភម្នាក់នោះដែរដល់ពេលធ្វើចោះធ្វើឡើងគឺអាចតចឹងឲ្យកតនេះបានធ្វើឲ្យបារម្ភម្នាក់នេះពិតជាមានសង្ឃឹមថាយេខ្ញុំអាចរស់រានមានជីវិតដែរបារម្ភម្នាក់នេះបានធ្វើរឿងដ៏អស្ចារ្យមួយដែលគាត់យកសាច់គោយកទៅអាំងនៅក្នុងឡានម៉ាស៊ីនបន្ទាប់មកគាត់ក្រោបម៉ាស៊ីននោះក៏ជិះឡានបាត់ទៅដល់ពេលគាត់ជិះឡើងមកស្ទុះអាម៉ាស៊ីននោះក្តៅហើយដល់ពេលគាត់ឆែកមើលសាច់គោរបស់គាត់គឺឆ្អិនដូចគេអាំងនឹងដែរធ្វើគាត់យកសាច់គោនោះយកទៅស៊ីឡើងឈ្ងុយឆ្ងាញ់គឺចិត្តមែនតែនបារម្ភម្នាក់នេះបានដាក់ធុងសាំងលើក្បាលបន្ទាប់មកឲ្យគេបាញ់សប្តាហ៍មានបារម្ភម្នាក់ទៀតបាញ់មកព្រួញឡើងចំក្បាលគាត់ធ្វើឲ្យគាត់ឡើងប្រកាច់ប្រកាន់ពេញនឹងមកក្របឡើងចំកតាក្បាលគឺធ្លាយពីម្ខាងទៅម្ខាងធ្វើឲ្យបារម្ភម្នាក់នេះពិតជាឈឺចាប់មែនតែនហើយគាត់បានយកអាព្រួញដកចេញពីក្បាលរបស់គាត់ហើយទៅដល់មន្ទីរពេទ្យបានដកជ្រឹបពិតជាមើលទៅនេះមែនតែនហើយគាត់ក៏ពិការភ្នែកម្ខាងទៅផ្លើចៃម៉ៃលេងផ្លើបាទបងប្អូនចូលចិត្តការសម្រាយវីដេអូបែបហ្នឹងបាទពេញចិត្តឬក៏អត់ពេញចិត្តអីអាចស្ដាប់ឬក៏មើលជាការកំសាន្តទៅដោយសារតែ admin សម្រាយវីដេអូខ្លះវាតាក់ទាក់អត់សូវអាឡូនអញ្ចឹងណាអញ្ចឹងកុំប្រកែប្រកាន់អីបើពេញចិត្តនឹងការមើលវីដេអូប្រភេទហ្នឹងឯងកុំភ្លេចជួយ subscribe YouTube បាទ admin ម្នាក់មួយផងដើម្បីឲ្យ admin ចេញវីដេអូទៅអាចឃើញមុនគេអរគុណ